បុរសម្នាក់បានជូនចិញ្ចៀនពេជ្រដ៏ថ្លៃមួយទៅមិត្តស្រីរបស់គាត់ហើយបានប្រាប់នាងថាកុំដោះវាចេញជាដាច់ខាតក្រោយឃើញចិញ្ចៀនដ៏ស្រស់ស្អាតនោះមិត្តស្រីរបស់គាត់រំភើបយ៉ាងខ្លាំងនាងពាក់វាភ្លាមហើយប្រញាប់ទៅកន្លែងងូតទឹកដ៏ល្បីមួយដើម្បីបង្អួតមិត្តភក្តិប៉ុន្តែនៅពេលនាងដើរចូលទៅខាងក្នុងសកម្មភាពទាំងអស់ដែលកំពុងកើតឡើងនៅទីនោះបានបង្ហាញនៅលើទូរស័ព្ទរបស់បុរសនោះវាបានបង្ហាញថាគាត់បានលួចដំឡើងកាមេរ៉ាសម្ងាត់មួយនៅក្នុងចិញ្ចៀនពេជ្រនោះគាត់ចង់ស្វែងរកអាថ៌កំបាំងដែលលាក់ខ្លួននៅក្នុងកន្លែងងូតទឹកនោះរឿងនេះចាប់ផ្ដើមកាលពី1ខែមុនបងប្អូនជីដូនមួយរបស់គាត់បានបើកកន្លែងងូតទឹកមួយនៅក្នុងតំបន់សំបុត្រចុងមានតម្លៃ$800ហើយអនុញ្ញាតឲ្យតែស្ត្រីចូលប៉ុណ្ណោះអ្វីដែលចម្លែកនោះគឺស្ត្រីគ្រប់រូបដែលចេញពីទីនោះមើលទៅក្មេងជាងមុនប្រហែល5ឆ្នាំប្រពន្ធរបស់បុរសនោះបានអង្វរគាត់ឲ្យទិញសំបុត្រមួយឲ្យនាងដែរដំបូងឡើយគាត់គិតថាវាគ្រាន់តែជាកន្លែងងូតទឹកធម្មតាប៉ុណ្ណោះប៉ុន្តែបន្ទាប់ពីប្រពន្ធរបស់គាត់ត្រឡប់មកវិញនៅយប់នោះនាងហាក់ដូចជាមនុស្សម្នាក់ទៀតមិនត្រឹមតែមើលទៅក្មេងជាងមុនប៉ុណ្ណោះទេនាងថែមទាំងមានក្លិនក្រអូបចម្លែកមួយជាប់ខ្លួនទៀតផងបុរសនោះចង់នៅក្បែរប្រពន្ធរបស់គាត់ប៉ុន្តែដោយមិននឹកស្មានដល់នាងបានរុញគាត់ចេញដោយការខ្ពើមអើមនាងថែមទាំងទាមទារឲ្យគាត់ទិញសំបុត្រមួយទៀតឲ្យនាងបើមិនដូច្នោះទេនាងនឹងមិនអនុញ្ញាតឲ្យគាត់ចូលបន្ទប់គេងឡើយក្រោយយប់បែបនេះគាត់ខឹងយ៉ាងខ្លាំងហើយដើរចេញពីផ្ទះបន្ទាប់មកគាត់បានទៅគូទ្វារផ្ទះអ្នកជិតខាងស្រីម្នាក់ដែលគាត់ធ្លាប់មានទំនាក់ទំនងស្នេហាសម្ងាត់ជាមួយជាយូរមកហើយពេលនោះអ្នកជិតខាងស្រីបានសួរគាត់ថាហេតុអ្វីបានជាគាត់និងប្រពន្ធចាប់ផ្ដើមឆ្លោះគ្នាទាំងដែលពីមុនមើលទៅស្រឡាញ់គ្នាខ្លាំងគាត់ក៏បានប្រាប់នាងអំពីកន្លែងងូតទឹកនោះក្រោយរឿងនេះអ្នកជិតខាងស្រីក៏សុំឲ្យគាត់ទិញសំបុត្រឲ្យនាងដែរភ្លាមនោះមិត្តរួមការងាររបស់គាត់បានទូរស័ព្ទមកហើយសួរថាតើមានអ្វីកើតឡើងនៅក្នុងកន្លែងងូតទឹករបស់បងប្អូនជីដូនមួយគាត់ដោយសារបន្ទាប់ពីប្រពន្ធរបស់មិត្តរួមការងារទៅទីនោះនាងក៏ប្រែប្រួលដូចគ្នាហើយអ្នកទាំងពីរកំពុងត្រៀមលែងលះគ្នាទៀតផងពេលនោះបុរសនោះជឿជាក់ថាកន្លែងងូតទឹកនេះពិតជាលះអាថ៌កំបាំងមួយដូច្នេះគាត់យល់ព្រមទិញសំបុត្រឲ្យអ្នកជិតខាងស្រីប៉ុន្តែក្នុងលក្ខខណ្ឌថានាងត្រូវពាក់កាមេរ៉ាសម្ងាត់ចូលទៅខាងក្នុងនៅថ្ងៃបន្ទាប់គាត់បានប្រគល់ចិញ្ចៀនដែលមានកាមេរ៉ាសម្ងាត់ឲ្យនាងក្រោយពេលនាងចូលទៅក្នុងកន្លែងងូតទឹកសកម្មភាពទាំងអស់ត្រូវបានបញ្ជូនផ្ទាល់ទៅកាន់ទូរស័ព្ទរបស់គាត់ក្រោមការណែនាំរបស់បុគ្គលិកនាងបានចូលទៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់បុគ្គលិកបានប្រាប់ឲ្យនាងបដូរទៅសម្លៀកបំពាក់ដែលកន្លែងនោះរៀបចំឲ្យប៉ុន្តែមុនពេលនាងចូលទៅខាងក្នុងបុគ្គលិកម្នាក់បានសង្កេតឃើញចិញ្ចៀននៅលើដៃនាងអ្នកជិតខាងស្រីបាននិយាយថាវាជាអំណោយពីមិត្តប្រុសរបស់នាងហើយពួកគេបានស្បត់ថានឹងមិនដោះវាចេញអស់មួយជីវិតបុគ្គលិកគ្មានជំរឿក៏បានសុំការអនុញ្ញាតពីថៅកែមិនយូរប៉ុន្មានថៅកែបានបង្ហាញខ្លួននៅលើកាមេរ៉ាបងប្អូនជីដូនមួយរបស់បុរសនោះបានសម្លឹងមើលចិញ្ចៀនដោយមិនភ្លេចភ្នែកសំណាងល្អបន្ទាប់ពីពិនិត្យយ៉ាងហ្មត់ចត់គាត់មិនបានរកឃើញអ្វីគួរឲ្យសង្ស័យឡើយបន្ទាប់មកអ្នកជិតខាងស្រីបានដើរចូលទៅខាងក្នុងបន្ទាប់ពីឃើញទិដ្ឋភាពនៅក្នុងកន្លែងងូតទឹកបុរសនោះមានការភ័ន្តច្រឡំយ៉ាងខ្លាំងដោយសារតែខាងក្នុងមិនមានបុគ្គលិកណាម្នាក់សោះអ្នកជិតខាងស្រីបានដោះចិញ្ចៀនដាក់នៅក្បែរអាងទឹកហើយចុះទៅក្នុងទឹកស្រាប់តែរលកដ៏ធំមួយបានងើបឡើងពីផ្ទៃទឹកហើយសម្រុកទៅរកនាងបន្ទាប់ពីនោះកាមេរ៉ាមិនអាចបង្ហាញអ្វីបានទៀតឡើយប៉ុន្តែដោយមិននឹកស្មានដល់នៅថ្ងៃបន្ទាប់មន្ត្រីសន្តិសុខបានមកគូសទ្វារផ្ទះរបស់គាត់ពួកគេបានប្រាប់ថាអ្នកជិតខាងស្រីបានស្លាប់ដោយគ្រោះថ្នាក់កាលពីយប់មុនក្រោយដំណឹងនេះបុរសនោះស្លុតចិត្តនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង